បាទពុកម៉ែបងប្អូនណាដែលតម្រូវការជាប្រភេទម៉ូទ័រជាប់បូមប្រភេទហ្នឹងគឺយើងយកទៅសកត់grip edge ហើយយើងបងប្អូនណាដែលចង់ធ្វើជា press ហើយបងប្អូនណាដែលចង់ធ្វើប្រដាប់រួយនំបញ្ចុកប្រដាប់អីគឺយើងកំងជាឈុតអញ្ចឹងបានពុកម៉ែបងប្អូនប្រភេទហ្នឹងគឺយើងប្រើដៃវិជាជាប់ក្នុងហ្នឹងបូមជាប់ក្នុងហ្នឹងម៉ូទ័រក្នុងហ្នឹងបាទម៉ូទ័រហ្នឹងគឺប្រើភ្លើង220បាទបងប្រុសគាត់មកកំងហ្នឹងគឺគាត់កំងសម្រាប់ grip edge បាទសារ៉ាំងហ្នឹងគឺវែងបាទ1ម៉ែត្រចូល1ម៉ែត្រកន្លះបាទប្រវែងវាចេញបាន1ម៉ែត្រកន្លះបាទប្រភេទនេះយើង grip edge ជាលក្ខណៈមធ្យមបាទលក្ខណៈមធ្យមយើងប្រើម៉ូទ័រ3សេសបើបងប្អូនត្រូវការធ្វើជាប្រភេទធន់ធ្ងន់គឺយើងដាក់ប្រាំបាទបងប្អូនណាដែលតម្រូវការដូចជាម៉ាស៊ីនពូអស់គឺយើងធ្វើភ្ជាប់ប្រភេទម៉ាស៊ីនបែបនេះក៏បានបាទយើងប្រើប្រភេទភ្ជាប់ម៉ាស៊ីនពូអស់បាទប្រភេទនេះគឺយើងប្រើជាម៉ាស៊ីនបើរូបភាពក្រោយមកហ្នឹងគឺយើងប្រើសម្រាប់ជាម៉ូទ័របងប្អូនប្រភេទម៉ាស៊ីនពូអស់គឺយើងធ្វើដាក់ភ្ជាប់មួយម៉ាស៊ីនក៏បានម៉ូទ័រក៏បានបាទពីរហ្នឹងគឺវាអត់ស៊ីគ្នាទេបាទម៉ាស៊ីនកម្លាំង6សេសកន្លះហ្នឹងបើយើងគិតជាមួយម៉ូទ័រវា3សេសហ្នឹងវារបស់3សេសបងប្អូនបើយើងចង់បាន8សេសវាស្មើនឹង5សេសរបស់ម៉ូទ័របាទយើងប្រើម៉ាស៊ីនកម្លាំង8សេសវាបានស្មើនឹងម៉ូទ័រ4សេស5សេសបាទបងប្អូនប្រភេទຂະຫນាតម៉ាស៊ីនពូអស់ហ្នឹងគឺនិយាយទៅគឺយើងប្រើបូមហ្នឹងបូមយើងប្រើសកត់អីក៏បានដែរបងប្អូនពុកម៉ែបងប្អូនតម្រូវការពូអស់ក៏បានតម្រូវការរួយនំបញ្ចុកក៏បានតម្រូវការសកត់ឥដ្ឋឬក៏ grip edge អីគឺយើងប្រើជាប្រភេទបូមតែមួយទេបាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនណាតម្រូវការអាចតាក់ទងមកបានបាទជាប្រភេទទិញជាគ្រឿងក៏បានទិញដៃវិជានឹងក៏បានទិញជាបូមក៏បានពុកម៉ែបងប្អូនជាសារ៉ាងក៏បានគឺយើងមានលក់ទាំងអស់បាទគ្រឿងពួកហ្នឹងបើយើងបងប្អូនអត់ចេះតឡើងគឺយើងតឡើងជាប្រភេទបូមហ្នឹងជាប់ជាមួយម៉ាស៊ីនក៏បានដែរបាទដើម្បីងាយស្រួលពុកម៉ែបងប្អូនធ្វើការបាទពុកម៉ែបងប្អូនចង់បានជាម៉ាស៊ីនពូអស់ប្រភេទនេះក៏បានបាទជាឈុតក៏បានបាទចង់បានជាគ្រឿងក៏បានជាឈុតក៏បានបាទយើងតឡើងលក់ទាំងអស់បាទប្រភេទហ្នឹងយើងពុះអស់ពុះអីគឺយើងលែងប្រើដៃហើយបាទគឺយើងបញ្ជាប្រភេទសារ៉ាំងហ្នឹងទៅវាពុះបានបាទងាយស្រួលបាទងាយស្រួលធ្វើការបាទលឿនការងារបាទពុកម៉ែបងប្អូនលឿនបាទជើងពុះក្នុងមួយថ្ងៃបានច្រើនខ្ញុំបាទសូមអរគុណបាទពុកម៉ែបងប្អូន